សូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបមួយមុខមកបង្ហាញជូនបងប្អូនទាំងអស់គ្នាបានទស្សនាផងដែរគឺជាឆាសាច់គោជាមួយនឹងផ្លែម្រះផងដែរដោយមុនដំបូងខ្ញុំចាប់ដើមធ្វើការហាន់សាច់គោជាចំណិតហើយការហាន់ទៀតសោតមិនជាហាន់អីក្រាស់ពេកទេបាទងាយហាន់ស្ដើងដើម្បីងាយស្រួលក្នុងការឆាទៅឆាប់ចូលជាតិបានល្អមែនតើទៅមុខម្ហូបមួយមុខនេះគឺពិតជាងាយស្រួលក្នុងការចម្អិនមែនតើមិនសូវមានគ្រឿងផ្សំអីច្រើនពេកនោះទេក្រោយពីហាន់សាច់គោរួចខ្ញុំក៏ធ្វើការចាប់ដើមប្រឡាក់ជាមួយនឹងប្រេងខ្យងទឹកស៊ីអ៊ីវបន្តិចក៏ដូចជាទឹកស៊ីអ៊ីវខ្មៅបន្តិចទឹកម្ទេសបន្តិចទឹកត្រីបន្តិចប៊ីចេងបន្តិចនិងស្ករសបន្តិចបាទគ្រឿងមានតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាបាទហើយក្រោយមកទៀតក៏ចាប់ផ្ដើមធ្វើការសបល់ឲ្យគ្រឿងរបស់យើងចូលជាតិជាមួយនឹងសាច់គោបានល្អទុករយៈពេលប្រហែលជា4ទៅ5នាទីបានបងប្អូនបាទគឺងាយស្រួលធ្វើមែនតើបាទបន្តមកទៀតខ្ញុំក៏ចាប់ផ្ដើមហាន់ផ្លែម្រះហើយការហាន់ទៀតសោតខ្ញុំពុះជា2មកក៏ចាប់ផ្ដើមធ្វើការកោសផ្លែម្រះយើងហ្នឹងបាទយើងពុះរួចយើងកោសមកបាទកោសយកពុះក្នុងចេញផ្លែក្របវាចេញហើយក្រោយមកចាប់ផ្ដើមដាក់ទឹកចានមួយហើយក៏ដាក់អំបិលបន្តិចដើម្បីឲ្យម្រះយើងបានទន់ល្អហើយការហាន់ទៀតសោតខ្ញុំមិនសូវហាន់ជាស្ដើងប្រហែលទេបាទខ្ញុំហាន់យ៉ាងល្មមបាទដើម្បីយើងធ្វើការយកទៅស្រុះទៀតបាទហាន់ជាចំណិតផ្ដេកក៏បានឬហាន់ពីលើក៏បានដែរបងប្អូនបាទគឺងាយស្រួលក្នុងការចម្អិនមែនតើបាទយើងដាក់មួយអំបិលចឹងទៅវាឆាប់ទន់ម្រះយើងឆាប់ទន់ដើម្បីយកឆាទៅឆាប់សពប់លឿនងាយទទួលទានផងដែរបាទហើយយើងសបល់រួចហើយក៏ខ្ញុំទុកមួយដុល្លារក៏ចាប់ដើមធ្វើការហាន់ខ្ទឹមក្រហមហើយគ្រឿងផ្សំមានខ្ទឹមក្រហមទុកឆាជាមួយនឹងម្ទេសបងប្អូនអត់ចូលចិត្តម្ទេសមិនដាក់ក៏បានដែរបាទប៉ុន្តែខ្ញុំមិនចូលចិត្តដែរខ្ញុំដាក់ម្ទេសហើយខ្ទឹមសផងដែរបាទក៏ទុកមួយដុល្លារហើយក៏ចាប់ដើមធ្វើការស្រុះម្រះរបស់យើងបាទដាំទឹកឲ្យពុះយើងដាក់ប្រេងបន្តិចទៅដើម្បីយើងប្រេងឆាឬក៏ប្រេងល្ងដើម្បីឲ្យម្រះរបស់យើងមានពណ៌ល្អមិនឲ្យជាឆ្អិនពេកទេប្រហែលជា3នាទីអីហ្នឹងបាទស្រុះឲ្យបាន3នាទីទៅដើម្បីយើងយកមកឆាទៅឆាប់ឆ្អិនលឿនហើយងាយទទួលទានបាទហើយមុខម្ហូបនេះមិនមែនទៅងាយមែនតើបាទអត់សូវមានគ្រឿងផ្សំអីក្រៅពីដែលនៅក្នុងវីដេអូដែលខ្ញុំបានបង្ហាញប្រហែលនេះបាទក្រោយពីស្រុះរួចហើយក៏ចាប់ផ្ដើមដាក់ជាមួយទឹកកកបាទកុំអមិនអញ្ចឹងទេវាអាចនឹងបាត់នៅសោភ័ណភាពសម្រស់របស់ម្រះបាទក្រោយមកទៀតក៏ចាប់ផ្ដើមដាក់ប្រេងឆាបាទចូលឲ្យក្តៅល្អហើយក៏ចាប់ដើមដាក់សាច់គោរបស់យើងបាទហើយនៅពេលដាក់ហ្នឹងគឺយើងអត់ត្រូវផាយភ្លើងខ្លាំងពេកទេបើមិនជាភ្លើងខ្លាំងវាអាចនឹងខ្លោចសាច់គោរបស់យើងហើយយើងឲ្យល្មមបានតែយើងឆាត្រឡប់4-5ត្រឡប់ទៅបើសិនជាបងប្អូនចង់ឲ្យឆាប់មិនឲ្យឆ្អិនខ្លាំងអាចដាក់ល្មមបានដែរបាទតែខ្ញុំមិនឲ្យឆ្អិនខ្លាំងពេកហើយក៏មិនឲ្យឆៅដែរបាទមុំអាចថាទទួលទានបានក្រោយពីយើងដាក់ខ្ទឹមដែលយើងបានហាន់មួយម្ទេសអីហើយយើងឆាមួយសពប់ទៀតមកបើសិនជាស្ងួតអាចដាក់ទឹកបន្តិចបាទហើយក្រោយមកក៏ចាប់ផ្ដើមធ្វើការដាក់ម្រះដែលយើងបានត្រាំជាមួយនឹងទឹកកកអញ្ចឹងណាបាទយើងឆាតែបានប្រហែលជា2-3នាទីហ្នឹងគឺឆ្អិនហើយបងប្អូនបាទលឿនព្រោះយើងសុះម្រះហើយម្សាអីចឹងអត់សូវពិបាកបាទឥឡូវបានឆ្អិនរួចហើយក៏ដាក់ស្លឹកខ្ទឹមបន្តិចបើសិនជាបងប្អូនអត់ចូលចិត្តក៏មិនបាច់ដាក់ទេបាទតែខ្ញុំដាក់យកអាក្លិនឲ្យឈ្ងុយបន្តិចបាទក្រោយមកក៏ធ្វើការចាប់ផ្ដើមដួសដាក់ចានទទួលទានបាទមែនតើទៅមុខម្ហូបមួយមុខនេះងាយហើយស្រួលធ្វើមែនតើហើយឆ្ងាញ់បងប្អូនអាចសាកធ្វើបានបាទព្រោះម្ហូបនេះខ្ញុំចេះមកពីចិនដែរចិនគេបង្ហាញគេធ្វើឆាម្រះអញ្ចឹងបាទអរគុណបងប្អូនទាំងអស់គ្នាបាទដែលបានទស្សនានៅវីដេអូមួយនេះបាទសិនមានខ្វះខាតអីសូមខន្តីអភ័យទោស